រឿងដែលខ្ញុំកំពុងនិយាយប្រាប់ឥឡូវនេះគឺជារឿងពិតដ៏រំភើបខ្លាំងមួយដែលមានភាពរំខានបែបភ័យខ្លាចទាំងស្រុងវាមើលទៅងឹតជ្រុលនិងពោរពេញទៅដោយហេតុការណ៍ចម្លែកដែលគ្មាននរណាអាចស្មានដល់បានឡើយប្រាកដណាស់នេះគឺជារឿងដែលបានកើតឡើងនៅប្រទេសអាមេរិកឬអឺរ៉ុបនៅទីនោះឪពុកម្ដាយភាគច្រើនពិតជាដ៏អស្ចារ្យណាស់ពួកគេសុទ្ធតែខិតខំយ៉ាងមេត្តាករុណីដើម្បីផ្ដល់អ្វីល្អបំផុតសម្រាប់កូនរបស់ពួកគេចូលចិត្តរៀបចំអាហារពេលព្រឹកជូនកូនជារៀងរាល់ថ្ងៃដោយសុទ្ធនិយមថាកូនគួរតែចាប់ផ្ដើមថ្ងៃថ្មីជាមួយអាហារឈ្ងុយឆ្ងាញ់មុនពេលចេញទៅសាលានៅរដូវក្តៅដែលក្មេងៗឈប់សម្រាកយូរជាង2ខែក្មេងជាច្រើនដែលមានអាយុចាប់ពី14ឆ្នាំឡើងទៅតែងរកការងារតិចតួចធ្វើដើម្បីអាចរកប្រាក់ខ្លួនឯងឬគ្រាន់តែចង់មានអ្វីមួយធ្វើជាបទពិសោធន៍ថ្មីនោះហើយជាស្ថានភាពរបស់ក្មេងស្រីវ័យ15ឆ្នាំម្នាក់ឈ្មោះថា Alexis នាងគិតថាការរកការងារធ្វើជួយឲ្យនាងមានភាពឯករាជ្យប៉ុន្តែគ្មានអ្នកណាដឹងថាការសម្រេចចិត្តសាមញ្ញមួយនេះនឹងនាំឲ្យជីវិតរបស់នាងទៅជាផ្លូវអាប់អួរដែលគ្មាននរណាអាចគិតឃើញវាជិតដល់រដូវក្តៅហើយក្មេងជំទង់ជាច្រើនកំពុងដាក់ពាក្យសុំការងារនៅក្នុងផ្ទះឯកជនការងារអាចជាការសម្អាតបន្តិចការមើលថែទាំកុមារឬសេវាកម្មផ្សេងទៀតតែប្រសិនបើអ្នកគិតថាវាជារឿងងាយរឿងនេះនឹងបង្ខំឲ្យអ្នកគិតឡើងវិញព្រោះបើអ្នកមិនប្រុងប្រយ័ត្នអ្នកអាចជាប់ចោលនិងកប់នៅកណ្ដាលព្រៃដូចជា Alexis ប៉ុន្តែបន្ទាប់ពីពេលខ្លីដែលធ្វើការឲ្យគូស្វាមីភរិយានោះអាកប្បកិរិយារបស់នាងផ្លាស់ប្ដូរនាងមើលទៅបាត់បង់អារម្មណ៍គ្មានសំណើចគ្មានភ្លឺភ្លោះដូចមុនទៀតហើយនៅយប់មួយដែលនាងធ្វើការថែទាំទារកដូចធម្មតា Alexis បានបាត់ខ្លួនគេសន្មតថានាងជាក្មេងរត់ចេញពីផ្ទះមនុស្សជាច្រើននិងប៉ូលីសគិតថាវាជារឿងធម្មតានៃការរត់គេចខ្លួនរបស់យុវវ័យតែពេលវេលាកន្លងទៅមិនមានដំណឹងពីនាងឡើយអ្នកជិតខាងចាប់ផ្ដើមសោកស្ដាយម្ដាយប៉ានាងរងចាំស្រក់ទឹកភ្នែកហើយមិនយូរពេក Alexis បានផ្លាស់ពីជាក្មេងបាត់ខ្លួនទៅជាចំណងជើងដ៏គួរឲ្យភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយអាមេរិកព្រោះជាមួយនឹងការស៊ើបអង្កេតជាបន្តបន្ទាប់បានបង្ហាញថា Alexis មិនមែនរត់ចេញពីផ្ទះទេនាងបានប្រឈមមុខនឹងអ្វីដែលគ្មាននរណាគិតថាអាចកើតឡើងនៅក្នុងជីវិតយុវវ័យធម្មតាមួយអ្វីដែលនាងបានជួបគឺជាការឈឺចាប់ដែលនឹងត្រូវការចំណាយពេលប៉ុន្មានសប្តាហ៍ដើម្បីបកស្រាយប៉ុន្តែពេលគេស្វែងយល់បានរួចហើយវាយ៉ាងសាហាវគួរឲ្យស្ដាយគួរឲ្យអាណិតសូមស្វាគមន៍ចូលរឿងពិតដ៏គួរឲ្យខ្លាចនិងអាណិតមួយនេះជារឿងពិតអំពី Alexis Rasmussen ក្មេងស្រីវ័យ15ឆ្នាំម្នាក់នៅយប់មួយបន្ទាប់ពីនាងបានថែទាំកូនក្មេងនៅផ្ទះគូស្វាមីភរិយាមួយនៅក្នុងតំបន់នោះនាងបានបាត់ខ្លួនទាំងកណ្ដាលអាធ្រាត្រហាក់ដូចជាមេឃបានលេបនាងគូស្វាមីភរិយាឈ្មោះ Eric និង Dia Millerberg ដែលជាម្ចាស់ផ្ទះបាននិយាយថាក្មេងស្រីបានចាកចេញបន្ទាប់ពីការថែទាំរបស់នាងដើម្បីទៅជួបក្មេងប្រុសម្នាក់អាជ្ញាធរបានចូលចិត្តទំនុកចិត្តតាមពាក្យនោះហើយពួកគេបានចាត់ទុករឿងនេះថាជាករណីរត់ចេញពីផ្ទះមួយទៀតប៉ុណ្ណោះប៉ុន្តែនេះជាការខុសយ៉ាងសឹងមិនអាចស្មានបានពួកគេទាំងអស់មិនមាននរណាស្មានស្មើនឹងអ្វីដែលក្មេងស្រីនេះបានជួបប្រទះឡើយហើយមិនយូរមកនេះទេអាមេរិកទាំងមូលនឹងស្ញាយទឹកភ្នែកពេលដែលរឿងរបស់ Alexis នឹងឡើងគម្របព័ត៌មានជាតិព្រោះបញ្ហារបស់នាងមិនមែនជាអគ្គិភ័យក្នុងផ្ទះឬការចោទប្រកាន់ថានាងត្រូវគេចាប់ចោលទេនាងក៏មិនបានរត់គេចពីផ្ទះដូចដែលគេនិយាយដែរ Alexis Rasmussen បានក្លាយជាជនរងគ្រោះនៃឃាតកម្មដែលប្រព្រឹត្តដោយមនុស្សដែលគាត់ទុកចិត្តនៅក្នុងពេលដែលអ្នកស្ដាប់រឿងនេះសូមជួយចុច Subscribe និង Like វីដេអូដើម្បីទទួលបានរឿងដែលគួរឲ្យខ្លាចបន្ថែមទៀតរឿងរបស់យើងថ្ងៃនេះកើតឡើងនៅក្នុងទីក្រុង Weber សហរដ្ឋអាមេរិកនៅទីនោះហើយដែល Alexis Rasmussen បានរស់នៅនាងកើតថ្ងៃទី24ខែមករាឆ្នាំ1995ជាកូនស្រីរបស់ Dawn និង Kirk Rasmussen មនុស្សជិតខាងនិយាយថា Alexis ជាក្មេងស្រីអាមេរិកធម្មតាម្នាក់ដូចក្មេងៗគ្រប់គ្នានាងធំឡើងក្នុងទីក្រុងនោះមានមិត្តភក្តិជាច្រើនតែងតែចូលចិត្តដើរលេងតាមហាងទិញអីវ៉ាន់គ្មានគម្រោងនាងចូលចិត្តញ៉ាំ Pizza ឬ Burger នៅភោជនីយដ្ឋានញ៉ាំ Fast Food មានទូរស័ព្ទផ្ទាល់ខ្លួនចូលចិត្តទៅរោងកុនប្រាប់ខ្លីគឺក្មេងស្រីអាយុ15ទៅហើយកំពុងរស់នៅជីវិតវ័យជំទង់ដូចអ្នកដទៃគ្នានាងបានស្គាល់ស្នេហាដំបូងហើយមានចំនួនធំពីរបីដងជាមួយឪពុកម្ដាយមានពេលខ្លះក៏មានរើចេញពីផ្ទះដោយមិនប្រាប់នរណាមែនដែរហើយអញ្ចឹងហើយចំណុចនេះនឹងធ្វើឲ្យអ្នកស៊ើបអង្កេតមិនចូលចិត្តសោះពីព្រោះពួកគេនឹងយករឿងរត់ចេញពីផ្ទះចាស់នោះមកប្រើដើម្បីបិទសំណុំរឿង Alexis តែប៉ុណ្ណោះ Alexis មានបងប្អូនចំនួន3នាក់ Seth, Isabel និង Dylan Alexis ចូលចិត្តទៅលេងជាមួយមិត្តភ័ក្តិរបស់នាងប៉ុន្តែនាងក៏ត្រូវការលុយដែរឪពុកម្ដាយនាងក៏ឲ្យលុយចំណេញតិចតួចដែរប៉ុន្តែ Alexis ចង់មានឯករាជ្យបន្ថែម
នៅដើមឆ្នាំ2011នាងចាប់ផ្ដើមស្វែងរកការងារតូចបន្តិចដើម្បីរកលុយបន្ថែមសម្រាប់ខ្លួនឯងនាងផ្ដោតលើការថែទាំក្មេងព្រោះនាងចូលចិត្តក្មេងហើយក៏មិនមានអ្នកគ្រប់គ្រងផ្ទាល់ខ្លួនដែរអ្វីទាំងអស់នាងចេះធ្វើអស់ហើយឲ្យបញ្ចុកអាហារលេងជាមួយក្មេងមើលទូរទស្សន៍ហើយបញ្ចូលគេង Alexis ចាប់ផ្ដើមស្វែងរកការងារតាមសារព័ត៌មានក្នុងតំបន់នាងមិនមានរថយន្តទេដូច្នេះនាងស្វែងរកតែការងារនៅជិតផ្ទះគ្មានចម្ងាយឆ្ងាយទេជាក់ស្ដែងមានគ្រួសារច្រើននៅតំបន់នោះបានបង្ហោះផ្សាយស្នើរកអ្នកថែទាំក្មេង Alexis ចាប់ផ្ដើមផ្ញើសារនិងទំនាក់ទំនងតាមលេខទូរស័ព្ទផ្សេងតែមានគ្រួសារមួយប៉ុណ្ណោះដែលឆ្លើយតបមកវិញគេឈ្មោះ Dia និង Eric Mullerberg ជាគូស្វាមីភរិយាវ័យ30ចង់ស្វែងរកអ្នកថែទាំកូនគ្រួសារនេះមានប្រវត្តិមិនល្អបន្តិចចាំខ្ញុំនឹងនិយាយអំពីប្រវត្តិពួកគេបន្តិចទៀតកូនរបស់គូនេះមានអាយុល្មមហើយតែថ្មីនេះពួកគេមានទារកតូចម្នាក់បង្កើតភាពរស់រវើកក្នុងផ្ទះប៉ុន្តែបញ្ហាបន្តិចគឺពួកគេចូលចិត្តចេញលេងជួបមិត្តភ័ក្តិទៅលេងល្ងាចទៅកម្មវិធីសប្បាយហើយពេលមានទារកវិញបែបជាត្រូវស្ងៀមស្ងាត់ស្ទើរតែជាប់គាំងក្នុងផ្ទះ Alexis ទៅដល់ផ្ទះដែលពួកគេបានអញ្ជើញហើយបានទទួលស្វាគមន៍ដោយប្តីប្រពន្ធយ៉ាងរីករាយពួកគេចាប់ចិត្ត Alexis ចាប់តាំងពីទើបឃើញនាងញឹមឯងស្រួលនិយាយអារម្មណ៍ល្អណាស់ Alexis ផងដែរមានអារម្មណ៍ថាគូនេះគឺគួរឲ្យគួរស្រឡាញ់ហើយសប្បាយនឹងនិយាយគ្នា Eric និយាយថាត្រូវការនាងជួយសំខាន់នៅពេលល្ងាចនិងចុងសប្តាហ៍ពេលពួកគេចេញលេងពេលផ្សេងប្រពន្ធរបស់គាត់នៅផ្ទះមើលថែរក្សាកូនបានគ្មានបញ្ហាទេ Alexis បានទទួលការងារហើយនាងក៏រីករាយត្រឡប់ទៅផ្ទះវិញដោយអង្គុយសើចតាមផ្លូវបន្ទាប់មកគ្រួសារនេះក៏បានទំនាក់ទំនងមក Alexis យ៉ាងឆាប់រហ័សដើម្បីឲ្យនាងមកមើលទារកចុងក្រោយ Alexis ក៏ចាប់ផ្ដើមទៅមើលថែកូនក្មេងនៅផ្ទះគ្រួសារ Mullerberg ជារៀងរាល់ចុងសប្តាហ៍ដើម្បីជួយមើលកូននិងជួយការងារផ្ទះយូរទៅអារម្មណ៍ជាមិត្តភាពមួយចាប់ផ្ដើមបង្កើតឡើងរវាង Eric, Dia និង Alexis ក្មេងស្រីនេះគិតថាគូស្វាមីភរិយាវ័យចូល30គួរឲ្យស្រឡាញ់ណាស់មើលទៅស្រួលស្រាយអត់ធ្វើខ្លួនដូចមនុស្សធ្ងន់ធ្ងរនាងមានអាយុតែ15ឆ្នាំប៉ុន្តែគិតថាសូម្បីតែជាវ័យជ្រាបបីហើយក៏នៅអាចរីករាយជាមួយជីវិតបានដែរដោយមិនចាំបាច់រស់នៅក្នុងរបៀបដូចឪពុកម្ដាយនាងទេទៅធ្វើការទៅដេកគ្មានអ្វីបន្ថែមទៀតឡើយ Eric និង Dia ក៏ចាប់ផ្ដើមអញ្ជើញ Alexis ឲ្យចូលរួមកាអាប៉េរ៉ូជាមួយពួកគេនាងអាចផឹកស្រាបានដោយគ្មានកំណត់នៅផ្ទះពួកគេ Eric ជាញឹកញាប់ផ្ដល់ស្រាបៀរឲ្យនាងហើយនាងថែមទាំងអាចយកវាចេញពីទូទឹកកកក្នុងពេលនាងកំពុងធ្វើការទៀតផង Alexis គិតថាអ្វីគ្រប់យ៉ាងគឺល្អឥតខ្ចោះគ្មានច្បាប់គ្មានការគិតគូរមិនចាំបាច់ខ្លាចអ្វីទេហើយព្រោះវាស្រួលបែបនោះ Alexis ក៏ចាប់ផ្ដើមទៅលេងផ្ទះ Mullerberg ក្រៅម៉ោងធ្វើការដើម្បីតែអង្គុយសម្រាកហើយមិនធ្វើអ្វីទាំងអស់យ៉ាងហោចណាស់នៅទីនោះគ្មាននរណាម្នាក់បង្ខំឲ្យនាងធ្វើការងារផ្ទះឬរៀបចំបន្ទប់ឬបោកខោអាវឬហាលខោអាវទេពេលដែលនាងមិនធ្វើការនាងមិនចាំបាច់ធ្វើអ្វីសោះគ្រាន់តែអង្គុយស្ងៀមជាមួយ Eric និង Dia ក្នុងអំឡុងរសៀលប៉ុន្តែ Alexis ចាប់ផ្ដើមផ្លាស់ប្ដូរជាបន្តបន្ទាប់ឪពុកម្ដាយនាងនឹងពិពណ៌នាថានាងដូចជាស្រមោលមួយប៉ុណ្ណោះមិនមែនជាមនុស្សដូចពីមុនទៀតទេពេលដែលនាងមិនស្ថិតនៅជិត Eric និង Dia នាងដូចជាមនុស្សកំពុងឈឺចាប់មិនសូវមានសុខចិត្តដូចជាមានអ្វីមួយកំពុងបាត់បង់ Alexis បានធ្វើការជាមួយ Eric និង Dia រយៈពេលចំនួន6ខែពេញជារៀងរាល់សប្តាហ៍នាងទៅផ្ទះ Mullerberg មើលកូនស្នាក់លេងក្នុងពេលល្ងាចនិងពេលរសៀលជាមួយគូស្វាមីភរិយានេះប៉ុន្តែគ្មាននរណាសង្កេតឃើញអ្វីមួយកំពុងផ្លាស់ប្ដូរគ្មាននរណាស្ទើរកម្រងចិត្តថាការគ្រោះថ្នាក់កំពុងជិតមកដល់សម្រាប់ក្មេងស្រីវ័យ15ឆ្នាំម្នាក់នេះសូម្បីតែមិត្តភក្តិជិតស្និទ្ធរបស់នាងក៏មិនដឹងអីផងដែរពួកគេនិយាយនៅពេលក្រោយថាពួកគេចម្លែកខ្លាំងណាស់ដែលពួកគេមិនបានសង្កេតអ្វីសោះថ្ងៃសៅរ៍ទី10ខែកញ្ញាឆ្នាំ2011 Alexis ត្រូវបានគេហៅឲ្យទៅធ្វើការថែមទៀតនាងចេញពីផ្ទះនៅពេលល្ងាចដើម្បីទៅមើលកូនក្មេង Alexis បាននិយាយលាឪពុកម្ដាយនាងថានឹងមិនចេញយូរទេនាងត្រូវមើលក្មេង2នាក់អាយុ5ឆ្នាំនិង9ខែនៅពេល Eric និង Dia ចេញទៅហាងដើម្បីទិញអំណោយថ្ងៃកំណើតឲ្យកូនស្រីម្នាក់ Alexis និយាយប្រាប់ម្ដាយថាគាត់ស្រឡាញ់ម្ដាយហើយចេញពីផ្ទះហើយនោះគឺជាលើកចុងក្រោយដែលម្ដាយនាងបានឮសំឡេងកូនស្រីទៀតមុនចូលគេងម្ដាយបានផ្ញើសារមួយទៅកូនស្រីដើម្បីសួរថាតើកូនចិត្តត្រឡប់មកផ្ទះហើយឬនៅប៉ុន្តែមិនមានចម្លើយមកវិញវាជាងម៉ោង10យប់បន្តិចហើយម្ដាយរបស់ Alexis គិតថាប្រហែលជាកូនស្រីកំពុងធ្វើម៉ោងបន្ថែមប្រហែលជា Eric និង Dia នៅមិនទាន់ត្រឡប់ផ្ទះហើយ Alexis ក៏នៅតែបន្តមើលក្មេងម្ដាយមិនព្រួយបារម្ភណាស់ទេនេះបើយោងតាមគំនិតរបស់ម្ដាយដែលបានឃើញថាបន្ទាប់ពី6ខែកន្លងមកកូនស្រីបានធ្វើការជាមួយគូស្វាមីភរិយានេះដោយគ្មានបញ្ហាអ្វីក៏ទទួលបានប្រាក់ខែទៀងទាត់ម្ដាយគិតថាមិនចាំបាច់រំខានមនុស្សគ្រប់គ្នាទេព្រោះកូននាងអាចនឹងត្រឹមតែយឺតបន្តិចក្នុងការត្រឡប់ផ្ទះប៉ុណ្ណោះ
ហេតុនេះហើយនាងសម្រេចចិត្តចូលគេងប៉ុន្តែចាប់ពីពេលនោះមកការឈឺចាប់របស់ម្ដាយបានចាប់ផ្ដើមព្រឹកថ្ងៃបន្ទាប់យ៉ោនម្ដាយរបស់ Alexis ភ្ញាក់ឡើងហើយឃើញថាកូនស្រីមិនបានឆ្លើយសារម្ដងណាមួយម្ដាយរត់ទៅបន្ទប់កូនតែបន្ទប់គ្មានសញ្ញាណនរណាម្នាក់ចិត្តម្ដាយចាប់ផ្ដើមស្លន់ស្លោម្ដាយព្យាយាមតាក់ទងទៅទូរស័ព្ទតែកូនស្រីគ្មានអ្នកឆ្លើយម្ដាយចាប់ផ្ដើមហៅមិត្តភ័ក្តិទាំងអស់របស់ Alexis តែគ្មាននរណាម្នាក់ដឹងថា Alexis នៅឯណាទេអ្នកគ្រប់គ្នាដឹងតែប៉ុណ្ណោះថាយប់មិញ Alexis ទើបតែចេញពីផ្ទះបន្ទាប់មកគ្មាននរណាឃើញនាងវិញទៀតឡើយទោះបីជា Eric និង Dia Millerberg ត្រូវបានម្ដាយ Alexis តាក់ទងជាញឹកញាប់ក៏មិនឆ្លើយដែរសាររបស់ម្ដាយ Alexis គ្មានចម្លើយគ្មានសំឡេងគ្មានសញ្ញាថាកូននៅមានជីវិតទៀតទេក្នុងអារម្មណ៍អស់សង្ឃឹមនិងភ័យខ្លាចទីបំផុតក្រុមគ្រួសារបានទូរស័ព្ទទៅលេខ911គឺជាលេខប៉ូលីសនៅអាមេរិកអាចបញ្ជូនប៉ូលីសមកផ្ទះខ្ញុំបានទេកូនស្រីខ្ញុំ Alexis នាងបាត់ទៅហើយជាបន្ទាន់ប៉ូលីសបានធ្វើដំណើរមកដល់ពេលពួកគេចូលមកក្នុងផ្ទះភាពស្ងៀមស្ងាត់ហាក់ដូចជាប្រកាសពីអ្វីមួយដែលមិនសូវប្រក្រតីដោវនឹងខឹកពន្យល់ថា Alexis បានចេញពីផ្ទះទៅយាមកូនរបស់ Eric និង Dia Millerberg តែនាងមិនបានត្រឡប់មកវិញទូរស័ព្ទរបស់នាងមិនឆ្លើយសារទំនាក់ទំនងបាត់ស្រយាលប៉ូលីសសួរនៅសំណួរមួយតើនាងធ្លាប់បាត់ខ្លួនហើយត្រឡប់មកវិញទេចៅនឹងខឹកឆ្លើយថាបាទ Alexis ធ្លាប់មានពេលខ្លះដែលនាងចេញពីផ្ទះទៅគេងផ្ទះមិត្តភ័ក្តិពេលមានការឆ្លោះគ្នាប៉ុន្តែលើកនេះគ្មានការឆ្លោះគ្នាឡើយមិនមានហេតុផលឲ្យនាងរត់ចេញទេប៉ុន្តែព័ត៌មាននេះคล้ายទៅជាភស្តុតាងសម្រាប់ប៉ូលីសដើម្បីបិទសំណុំរឿងករណីរត់គេចចេញដោយស្ម័គ្រចិត្តគ្មានសំណួរបន្ថែមគ្មានការស៊ើបអង្កេតបន្ថែមគ្មានសូម្បីតែការសង្ស័យថាក្មេងស្រីអាយុ15ឆ្នាំម្នាក់អាចកំពុងតែជាប់ក្នុងអ្វីមួយដែលអាក្រក់ជាងគេក្មេងស្រីវ័យ15ឆ្នាំម្នាក់នេះប្រហែលចេញទៅជួបមិត្តប្រុសម្នាក់នាងបានចំណាយពេលល្ងាចយប់និងព្រឹកជាមួយគាត់ហើយគេគិតថានាងនឹងត្រឡប់មកផ្ទះជុំវិញល្ងាចនោះគ្មានអ្វីបណ្ដឹងបណ្ដែងគ្មានអ្វីត្រូវភ្ញាក់ផ្អើលសាធារណៈទេសេចក្តីប្រុងប្រយ័ត្នដឹកនាំឲ្យអ្នកស៊ើបអង្កេតទំនាក់ទំនងទៅកាន់ Eric និង Dia Millerberg ពួកគេឆ្លើយយ៉ាងរលូនថាបាទ Alexis មែនទៅយាមកូននៅផ្ទះពួកគេកាលពីយប់មិញតែនាងចេញបន្ទាប់ពីម៉ោងកន្លះអាធ្រាត្រដើម្បីជួបមិត្តប្រុសម្នាក់អ្នកស៊ើបអង្កេតទទួលយកបែបនេះយ៉ាងស្រួលចិត្តពួកគេគិតថាវាជាករណីគេចចេញពីផ្ទះបែបធម្មតាប្រហែលទៅលេងសប្បាយជាមួយមិត្តប្រុសនាងបានរកប្រាក់គ្រប់គ្រាន់ក្នុងរយៈពេល6 ខែកន្លងមកនេះពេលប្រាក់អស់នាងនឹងត្រឡប់មកប៉ាម៉ាម៉ាដូចព្រេងនិទានបែបអស្ចារ្យណាមួយតែបើពួកគេចំណាយពេលតិចតួចស៊ើបអង្កេតអតីតកាលរបស់គូស្វាមីភរិយា Millerberg ពួកគេនឹងដឹងថា Eric មិនមែនជាឪពុកធម្មតាដែលកំពុងស្វែងរកមនុស្សស្រីដើម្បីមើលថែកូនគាត់ជាអតីតបណ្ឌិតដែលពាក់ព័ន្ធនឹងជួញដូរគ្រឿងញៀនលួចរថយន្តនិងអាវុធ Eric ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ2001ពីបទហិង្សាលើមិត្តស្រីរបស់គាត់ក្នុងឆ្នាំ2003ប្រពន្ធរបស់គាត់បានទូរស័ព្ទទៅប៉ូលីសឲ្យជួយបន្ទាប់ពីត្រូវគាត់វាយធ្វើបាបយ៉ាងព្រៃផ្សៃគ្រឿងញៀនអាវុធនិងវត្ថុលួចត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ពួកគាត់diaធ្វើរឿងខុសច្បាប់តិចជាង Eric នាងត្រូវបានឪពុកម្ដាយវាយដំជាប្រចាំកាលនាងនៅក្មេងdiaគឺជាអ្នកប្រើប្រាស់គ្រឿងញៀននិងជាស្រីពេស្យាតាំងពីអាយុក្មេងនាងបោះបង់ការសិក្សាដោយឆាប់រហ័សហើយចាប់ផ្ដើមធ្វើការនៅក្នុងក្លឹប striptease មួយក្នុងទីក្រុងនៅក្នុងអំឡុងពេលនោះហើយដែលនាងបានជួប Eric ទាំងពីរចាប់ផ្ដើមមានទំនាក់ទំនងហើយសង្សាររបស់នាងមួយនេះក៏បានក្លាយជាស្វាមីក្នុងពេលមិនយូរព្រោះពួកគេប្រើប្រាស់ថ្នាំញៀនជារៀងរាល់ថ្ងៃបន្ទាប់មកdiaឈប់ពីការងាររបស់នាងហើយចំណាយពេលរាល់យប់ជាមួយ Eric នាងបានទុកកូនឲ្យនៅជាមួយអ្នកមើលថែមែនហើយពួកគេធ្លាប់មានបញ្ហាជាមួយគ្រឿងញៀននិងអំពើហិង្សាប៉ុន្តែគ្មាននរណាបាននិយាយថាពួកគេធ្លាប់មានបញ្ហាជាមួយអ្នកថែក្មេងយុវវ័យទេបើក្រុមស៊ើបអង្កេតព្យាយាមស្វែងយល់បន្តិចទៀតពួកគេអាចនឹងដឹងថាមានក្មេងប្រុសអាយុ17ឆ្នាំម្នាក់ដែលធ្លាប់មកថែក្មេងបានក្លាយជាស្រឡាញ់គ្រឿងញៀនខ្លាំងក្លាបន្ទាប់ពីចាប់ផ្ដើមធ្វើការឲ្យគូស្វាមីភរិយានេះអស់ប៉ុន្មានសប្តាហ៍បច្ចុប្បន្នគ្មានអ្វីបញ្ជាក់បានទេប៉ុន្តែប្រសិនបើ Alexis ត្រូវគេបញ្ចូលគ្រឿងញៀនហើយ Eric និង dia បានធ្វើអ្វីមិនល្អលើនាងហើយយប់នោះបានក្លាយទៅជាអ្វីមួយដែលមិននឹកស្មានដល់ពេលនេះគ្មានការស៊ើបអង្កេតណាមួយទេ2សប្តាហ៍នឹងកន្លងផុតហើយគ្មានដំណឹងណាមួយពី Alexis សោះម្ដាយរបស់នាង Dawn បានចែករូបកូនស្រីជារូបភាពបាត់ខ្លួនហើយនាងបានទៅជួបគូស្វាមីភរិយា Millerberg ជាមនុស្សចុងក្រោយដែលបានឃើញកូនស្រីរបស់នាង
អរគុណសម្រាប់ការតាមដានរឿងនេះជាមួយខ្ញុំតើមានអ្វីកើតឡើងតើនាងអាចបាត់ខ្លួនដោយរបៀបណាសូមជួយ Subscribe និង Share ផងពេលខ្ញុំបញ្ចប់វីដេអូភាគទី2អ្នកនឹងត្រូវបានដំណឹងភ្លាម